កិច្ចព្រមព្រៀងនិងកិច្ចសន្យា5ច្បាប់នៃគម្រោងព្រែកជីកហ្វូណនតេជោត្រូវបានចុះហត្ថលេខាផ្លូវការវ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមតំណាងរាជរដ្ឋាភិបាលកម្ពុជានិងតំណាងក្រុមហ៊ុនសំណង់គមនាគមន៍ចិន C4 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងកិច្ចសន្យាចំនួន5ពាក់ព័ន្ធទៅនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកាលពីថ្ងៃប្រហ័សទី17ខែមេសាឆ្នាំ2025បើតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC កិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំង5ពាក់ព័ន្ធទៅនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលពីម្សិលមិញនេះរួមមានទី1កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលមានឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលដែលទទួលបានសិទ្ធិប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាជាមួយនឹងលោកអៀងសុនលីតំណាងក្រុមហ៊ុនហ្វូណនតេជោCoastal Inland Waterway ECO 2កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន3កិច្ចព្រមព្រៀងវិនិយោគ4កិច្ចសន្យាវិស្វកម្មលក្ខកម្មនិងសាងសង់និង5កិច្ចសន្យាប្រតិបត្តិការនិងការថែទាំ CDC បញ្ជាក់ថាអនុវត្តក្រោមការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខដឹកនាំប្រទេសទាំងពីរកម្ពុជាចិនគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលនឹងធ្វើឲ្យប្រសើរឡើងនៅការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជាចិននៅក្នុងយុគសម័យថ្មីហើយត្រូវបានរំពឹងទុកថានឹងចូលរួមជំរុញយ៉ាងខ្លាំងនៅវិស័យនានាដែលតាក់ទងទៅនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ CDC បន្ថែមថាគម្រោងនេះគឺជាការបោះជំហានដ៏សំខាន់មួយនៅក្នុងការកែប្រែមុខមាត់កម្ពុជានៅក្នុងវិស័យនាវាចរក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រមានប្រវែង174គីឡូម៉ែត្រដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គនិងផ្លូវសមុទ្រដោយឆ្លងកាត់ខេត្តចំនួន4រួមមានខេត្តកណ្ដាលខេត្តតាកែវខេត្តកំពតនិងខេត្តកែបគម្រោងនេះត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធមកាលពីថ្ងៃទី5ខែសីហាឆ្នាំ2024ហើយរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុងឆ្នាំ2028ខាងមុខ